បាទសួស្តីបងប្អូនអរគ្នាថ្ងៃនេះយើងមកបន្តតទៅជាមួយនឹងការដកចំនួនគត់ជាមួយនឹងប្រភេទបាទអញ្ចឹងយើងសង្កេតមើលរូបយើងមាននំពីសាទាំងអស់គឺ2បាទហើយយើងដក1/2ចេញអញ្ចឹងតាមដែលយើងធ្លាប់បង្ហាញពីរូបភាពពីមុនមកគឺយើងអាចដឹងហើយកន្លែងហ្នឹងអញ្ចឹងដើម្បីដកវាបានយើងត្រូវធ្វើម៉េចបាទអញ្ចឹងការដក1/2បានន័យថាយើងដកពាក់កណ្ដាលបាទដកពាក់កណ្ដាលក្នុងន័យហ្នឹងគឺចង់បញ្ជាក់ប្រាប់ថាយើងឧបមាថានំពីសានេះយើងពុះពីជា2បាទហើយយើងដកពាក់កណ្ដាលចេញ1/2អញ្ចឹងលទ្ធផលដែលយើងនៅសល់គឺ3/2បាទ3/2បានន័យថាបើតាមរូបភាពបានន័យថាយើងផាត់ពណ៌3ហើយយើងនៅសល់រូបភាពមួយគឺបែងចែកជា2អញ្ចឹងយើងថា3/2នៅសល់បាទអញ្ចឹងយើងមកសង្កេតមើលការអនុវត្តបន្ថែមនៅពេលដែលយើងអត់មានរូបបាទអញ្ចឹងយើងដឹងហើយថា2/2នេះបាទ2គឺវាមានភាគបែង1បាទ2នេះបានន័យថាកន្លែង2នេះវាមានភាគបែង1បាទអញ្ចឹងដើម្បីឲ្យភាគបែងវាคล้ายទៅជាភាគបែងដូចគ្នាបាន1ហ្នឹងគឺត្រូវគុណនឹង2បាទអញ្ចឹងកាលណា1គុណនឹង2 2នេះក៏ត្រូវគុណនឹង2ដែរអញ្ចឹងទើបវាបានលទ្ធផលទៅជា4/2បាទដកជាមួយនឹង1/2យើងឃើញថាភាគបែងវាដូចគ្នាហើយនេះបាទបានន័យថា2និង2ហ្នឹងគឺវាដូចគ្នាអញ្ចឹងយើងដកតែភាគយកនិងភាគយកទៅ4ដក1ចេញដល់សល់3បាទ2យើងរក្សានៅដដែលនេះជាចម្លើយបាទប៉ុន្តែមានវិធីដែលលឿនជាងនឹងទៀតបាទតែយើងត្រូវធ្វើដូចនេះលឿនជាងនឹងយើងត្រូវមើលទៅលើសញ្ញាដកនេះបាទសញ្ញាដកវានៅខាងមុខប្រភេទបាទនៅខាងមុខប្រភេទនេះណាបាទអញ្ចឹងបានន័យថាកន្លែងហ្នឹងបានន័យថាវានៅពីមុខកាលណាសញ្ញាដកនៅពីមុខយើងកណនាដោយប្រមាណវិធីបូកចំនួនគុណនឹងប្រភេទដែលខ្ញុំធ្លាប់បានបង្រៀនអញ្ចឹងបាទយើងយក2នេះមកគុណជាមួយនឹង2គុណបែបនេះណាបាទ2គុណនឹង2បាទ2គុណនឹង2បន្ទាប់មកដោយសារសញ្ញាដកនេះវានៅខាងមុខប្រភេទនេះវានៅខាងមុខ1ណាបាទវានៅខាងមុខ1អញ្ចឹង2គុណនឹង2ដក1បាទត្រូវតែដកលេខ1ចេញព្រោះសញ្ញាដកនៅខាងមុខ1អញ្ចឹង2 2ដក4 4ដក1នៅសល់3អញ្ចឹងយើងបានលទ្ធផល3/2បាទឥឡូវយើងមកមើលលំហាត់យើងខាងក្រោមបាទយើងធ្វើឲ្យលឿនបាទអញ្ចឹងអានេះ3គុណនឹង4ស្មើប៉ុន្មានបាទ3គុណនឹង4ស្មើនឹង12បាទ12ដក3នៅសល់ប៉ុន្មាន12ដក3អញ្ចឹងនៅសល់9អញ្ចឹងលទ្ធផលយើងស្មើនឹង9/4បាទ9/4ឥឡូវយើងមកទៀងផ្ទាត់មើលធ្វើតាមស្រួលបាទអញ្ចឹងខ្ញុំអាចសរសេរបានថា3/1ដកនឹង3/4អញ្ចឹងកន្លែងនេះគឺស្មើជាមួយនឹងដើម្បីអានេះខ្លាយទៅជា4ដែរយើងត្រូវគុណជាមួយនឹង4បាទអញ្ចឹងបាន3គុណនឹង4នៅលើ1គុណនឹង4ដក3/4អញ្ចឹង3 4ដង10 12អញ្ចឹងយើងស្មើនឹងបាទ12ដក3/4 12ដកចេញ3នៅសល់ប៉ុន្មាននៅសល់9បាទលើប៉ុន្មាននៅលើ4នេះជាចម្លើយទៅដូចគ្នាអត់បងប្អូនគ្នាបាទចម្លើយយើងទៅបានគឺដូចគ្នាណាបាទអញ្ចឹងយើងមកបន្តមើលតិចទៀតអានេះមួយទៀតបាទឥឡូវចេះចុះមួយនេះសល់ចុងក្រោយខ្ញុំឲ្យបងប្អូនអរគ្នាសាកដោះស្រាយខ្លួនឯងបាទអញ្ចឹងតើយើងអាចដោះស្រាយបានឬអត់បាទអញ្ចឹងអរគុណចាំបងប្អូនអរគ្នាសម្រាប់ការតាមដានវីដេអូហើយយើងជួបគ្នានៅវីដេអូក្រោយ